ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃនិងយោធាថៃជាបន្តបន្ទាប់លើការសាងសង់របងនិងឈ្លានពានលើបូរណភាពទឹកដីកម្ពុជាមន្ត្រីជំនាញកិច្ចការព្រំដែននៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថាការវាស់វែងការបញ្ជាក់ឬការចង្អុលបង្ហាញខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃគឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC និងក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់អន្តរជាតិកម្ពុជាថៃក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីនេះឆ្លើយតបចំពោះការធ្វើរបងជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលលេខ52និង54ព្រំប្រទល់រវាងខេត្តបាត់ដំបងកម្ពុជានិងខេត្តច័ន្ទបុរីប្រទេសថៃឯកឧត្តមស្រីបូរ៉ាអគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថាបង្គោលព្រំដែនលេខ52ដល់បង្គោលលេខ59គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC បានចុះទៅរកបង្គោលឃើញតាំងពីឆ្នាំ2008និងបានឯកភាពគ្នាជាទ្វេភាគីផងដែរឯកឧត្តមបញ្ជាក់ថាក្នុងដំណាក់កាលនោះមានការធ្វើឯកសារជាទ្វេភាគីទាំងទីតាំងបង្គោលនិងគំនូសខ្សែព្រំដែនគឺបានឯកភាពគ្នាទាំងស្រុងហើយចាប់ពីបង្គោលលេខ52ដល់បង្គោលលេខ59នេះដោយមិនមានអ្វីជំទាស់ទេឯកឧត្តមបន្តថាដូច្នេះរហូតមកដល់ឆ្នាំ2025ការធ្វើកិច្ចការងារដើម្បីឲ្យច្បាស់បន្ថែមនៅលើដីនោះគឺបានធ្វើដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC បានបញ្ជូនក្រុមវាស់វែងចម្រុះដើម្បីចុះទៅវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នបន្ថែមដែលមានគម្លាតពីគ្នាត្រឹម50ម៉ែត្រប៉ុណ្ណោះឯកឧត្តមបន្តថាការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនបោះបង្គោលបណ្ដោះអាសន្នបន្ថែមនៅឆ្នាំ2025គឺជាការងារបញ្ជាក់ឲ្យច្បាស់លាស់បន្ថែមទៀតអំពីខ្សែព្រំដែននិងបង្គោលព្រំដែនហើយភាគីទាំងពីរមិនដែលមានបញ្ហាជាមួយគ្នាទេក្រោយមកភាគីទាំងពីរក៏បានឯកភាពគ្នាសាងសង់ផ្លូវល្បាតព្រំដែននៅក្នុងកំណាត់បង្គោលលេខ52និងបង្គោលលេខ59នេះផងដែរខ្ញុំសូមសរុបមកវិញថាមានតែគណៈកម្មការ JBC មានតែក្រុមចម្រុះក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃនៅលើដីជាក់ស្ដែងក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដកាលពីសម័យប្រាំងខ្ញុំសូមសរុបរួមមកវិញថាមានតែគណៈកម្មការ JBC មានតែក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរប៉ុណ្ណោះទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃនិងទីតាំងបង្គោលព្រំដែនពិតប្រាកដសម័យបារាំងនៅលើដីជាក់ស្ដែងឲ្យត្រឹមត្រូវតាមឯកសារក៏ដូចជាផែនទីដែលបន្សល់ទុកដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមក្នុងន័យនេះគ្មានបុគ្គលណាមួយគ្មានកងកម្លាំងប្រដាប់អាវុធថៃឬអាជ្ញាធរថៃណាមួយអាចមកចង្អុលបង្ហាញថាខ្សែព្រំដែនត្រូវនៅកន្លែងនេះថាបង្គោលព្រំដែនត្រូវនៅកន្លែងនោះហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តដោយឯកតោភាគីនោះទេដែលទង្វើទាំងនេះគឺមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះឡើយចំណែកឯកឧត្តមឡាយសៀងលីរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានលើកឡើងអំពីប្រវត្តិមួយចំនួននៃការកំណត់ទីតាំងបង្គោលព្រំដែននិងខ្សែព្រំដែនរវាងកម្ពុជានិងថៃឯកឧត្តមបញ្ជាក់ថាកន្លងមកការចុះទៅត្រួតពិនិត្យនិងរុករកបង្គោលព្រំដែនចាស់មាន74បង្គោលដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងដោយផ្អែកទៅតាមសន្ធិសញ្ញាឆ្នាំ1904-1907រវាងបារាំងសៀមនៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា800គីឡូម៉ែត្រក្នុងនោះមានបង្គោលព្រំដែនដែលបោះនៅសម័យបារាំងសៀមនោះមានចំនួន74បង្គោលឯកឧត្តមបញ្ជាក់ថាមូលដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះបានអនុវត្តការរុករកបង្គោលចាស់និងកំណត់ទីតាំងឡើងវិញទាំង74បង្គោលនេះគឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ1907ជាមូលដ្ឋានហើយឯកសារមានភ្ជាប់ជាមួយសន្ធិសញ្ញានេះ
រួមមានផែនទីបារាំងសៀមមាត្រដ្ឋាន1លើ200,000ជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដែលមានផែនទីចំនួន5ផ្ទាំងហើយបង្គោលទាំង74បង្គោលនោះក៏មានកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការចម្រុះបារាំងសៀមគ្រប់ទាំង74បង្គោលនៃកំណត់ហេតុបោះបង្គោលហើយប្លង់ទីតាំងបង្គោលដែលមានបរិយាយប្រាប់ពីទីតាំងដែលបានបោះបង្គោលនៅលើដីជាក់ស្ដែងផងដែរការកំណត់បង្គោលព្រំដែនចន្លោះពីបង្គោលលេខ52ទៅ59នៅក្នុងស្រុកគំរៀងខេត្តបាត់ដំបងនេះគឺភាគីទាំងពីរបានរុករកនិងបានឯកភាពគ្នាទាំងស្រុងទាំងបង្គោលព្រំដែននិងខ្សែព្រំដែនចន្លោះពីបង្គោលលេខ52ដល់59អញ្ចឹងគឺឯកសារដែលពាក់ព័ន្ធដែលយើងមាននេះជាឯកសារមូលដ្ឋានទាំងផ្លូវច្បាប់និងគឺជាមរតកដែលបន្សល់ទុកពីអាណានិគមបារាំងហើយដែលរដ្ឋាភិបាលប្រទេសទាំងពីរហ្នឹងបានទទួលស្គាល់និងមានបែបបទបច្ចេកទេសក្នុងការចុះអនុវត្តរុករកទីតាំងបង្គោលនៅលើដីនេះគឺយើងក៏មានបែបបទបច្ចេកទេសដែលបានឯកភាពគ្នាក្នុងឆ្នាំ2003ដើម្បីយកទៅអនុវត្តនៅលើដីជាក់ស្ដែងនៅក្នុងឱកាសនេះមន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថាទង្វើនិងសកម្មភាពទាំងឡាយកន្លងមកក៏ដូចជានាពេលបច្ចុប្បន្នរបស់ភាគីថៃជាពិសេសកងកម្លាំងប្រដាប់អាវុធថៃដែលចូលមកកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក៏ដូចជាធ្វើសកម្មភាពបំពាននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាទង្វើខុសច្បាប់អន្តរជាតិរំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមករំលោភទៅលើកំណត់ហេតុកិច្ចប្រជុំនិងសមត្ថកិច្ចរបស់គណៈកម្មការ JBC ហើយក៏បំផ្លាញនៅសមិទ្ធផលរបស់គណៈកម្មការ JBC ផងដែរដូច្នេះអ្វីដែលជាមធ្យោបាយល្អបំផុតនិងបញ្ជៀសបញ្ហាទាំងនេះបន្តទៀតមន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជាសង្ឃឹមថាគណៈកម្មការ JBC ភាគីថៃនឹងសហការបញ្ជូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្ដែងដើម្បីបន្តការងារដោយកាលពីមុនពេលមានសង្គ្រាមទាំងពីរលើកក្នុងពេលជាមួយគ្នានេះតាមរយៈកំណត់ទូតតវ៉ាក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធគឺកម្ពុជាប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងឬកើតចេញពីការគូសផែនទីដោយឯកតោភាគីនោះទេទាំងពេលកន្លងមកបច្ចុប្បន្ននិងទៅអនាគត